កន្លែងលក់ស៊ុបឥឡូវហ្នឹងគឺមានច្រើនណាស់ប៉ុន្តែបើសិនជាយើងនិយាយពីកន្លែងលក់ស៊ុបខ្យងគឺមានតិចមែនតើហើយសម្រាប់ស៊ុបខ្យងនៅកន្លែងនេះ Two Sister recommend មែនតើសម្រាប់ពុកម៉ែបងប្អូនដែលចង់ញ៉ាំស៊ុបខ្យងដែលជាស្នាដៃជើងចាស់ហើយក៏ដូចជាស៊ុបខ្យងដែលយើងញ៉ាំទៅត្រូវមាត់ហើយអ្វីដែលពិសេសនៅកន្លែងនេះមកឈុតរបស់គាត់ត្រឹមតែ 35,000 ទេហើយបើសិនជាយើងនិយាយពីសាច់ខ្យងពេលដែលយើងញ៉ាំចូលមកទៅស្វិតមែនតើសម្រាប់ទីតាំងលក់ស៊ុបខ្យងកន្លែងនេះ Two Sister សង្កេតឃើញថាមានម៉ួយចូលច្រើនមែនតើពេលល្ងាចឡើងជាពិសេសគឺលក្ខណៈគ្រួសារណានៅពេលដែលយើងញ៉ាំទៅគឺថាស្រួលខ្លួនបែកញើសខ្ចាយតែម្ដងហើយកន្លែងគាត់ក៏មានជាជំរើសសាច់ថែមច្រើនប្រភេទផងដែរហើយខាងនេះគឺជាសេតរបស់គេណាដែលមានស៊ុបខ្យងមួយឆ្នាំងបែបនេះដែលតម្លៃត្រឹមតែ 35,000 រៀលទេហើយគាត់មានជំរើសទឹកជ្រលក់ដូចជាទឹកស៊ីអ៊ូវម្ទេសទឹកត្រីកោះកុងរួមជាមួយនឹងទឹកតៅហ៊ូណាគឺថាបានជ្រលក់មកចូលជាតែម្ដងខាងនេះគឺជាសេតបន្លែជាមួយនឹងស៊ុបមុននឹងអ្នកទាំងអស់គ្នាក៏គាត់មានជាស៊ុបខ្យងមួយឆ្នាំងបែបនេះជាមួយនឹងបន្លែមួយចានហើយក្រៅពីស៊ុបខ្យងនៅកន្លែងគាត់ក៏មានជំរើសស៊ុបច្រើនប្រភេទទៀតដែរក៏មានដូចជាប្រភេទស៊ុបតសៃកែងស៊ុបគ្រឿងសមុទ្រស៊ុបត្រីហើយនិងស៊ុបកណាអញ្ចឹងអ្នកទាំងអស់គ្នាទៅដល់មិនចាំបាច់ថាមានតែស៊ុបខ្យងមួយមុខហ្នឹងទេគឺយើងអាចហៅបានច្រើនជំរើសស៊ុបបន្ថែមទៀតអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរស៊ុបខ្យងរបស់ Two Sister គឺបានឆ្អិនហើយអ្នកទាំងអស់គ្នាបាននិយាយទៅសេវាកម្មនៅកន្លែងគាត់គឺថារហ័សមែនតើហើយនៅពេលដែលយើងដាក់ជាមួយនឹងទឹកត្រីកោះកុងហើយលាយជាមួយនឹងសាច់ខ្យងឡើងស្វិតរបស់គាត់នេះមកគឺកាន់តែចូលជាតិព្រោះថាសាច់ខ្យងដែលលាយជាមួយនឹងប្រហិតត្រីរបស់គាត់គឺវាយបានស្វិតល្អមែនតើហើយ Two Sister និយាយទៅចូលចិត្តញ៉ាំជាប្រភេទស៊ុបខ្យងបែបនេះល្ងាចឡើងណាហើយនៅកន្លែងគាត់គឺចាប់ផ្ដើមបើកលក់ពីម៉ោង 10 ព្រឹករហូតដល់ម៉ោង 12 យប់ណាប៉ុន្តែ Two Sister សង្កេតឃើញថាល្ងាចខ្ទង់ម៉ោង 5 ម៉ោង 6 ម៉ោង 7 អីហ្នឹងគឺបានភ្ញៀវចូលច្រើនព្រោះថាជាប្រភេទស៊ុបបែបនេះនៅពេលដែលយើងញ៉ាំល្ងាចឡើងជាពិសេសម្លងពេលអាកាសធាតុត្រជាក់និយាយពីថាបែកញើសហើយនឹងស្រួលខ្លួនមែនតើហើយសម្រាប់ Two Sister វិញគឺចូលចិត្តសាច់ខ្យងរបស់គាត់ដែរអ្នកទាំងអស់គ្នាព្រោះថាប្រវត្តិនៃការលក់ស៊ុបខ្យងរបស់គាត់ហ្នឹងគឺជាង 10 ឆ្នាំមកហើយដែលទីតាំងរបស់គាត់ហ្នឹងគឺនៅមាត់ស្ទឹងតាខ្មៅហើយ Two Sister គឺថាញ៉ាំជាមួយនឹង Pocari Sweat គឺកាន់តែចូលជាតិតែម្ដងព្រោះថា Pocari Sweat គឺបន្ថែមជាតិទឹកក្នុងរាងកាយណាអញ្ចឹងពេលដែលយើងញ៉ាំស៊ុបបែកញើសគឺអាចមាន Pocari Sweat បានហើយខាងនេះវិញគឺជាប្រភេទសាច់ថែមរបស់គាត់យើងអាចថែមសាច់គោឬមួយក៏ឈាមទាបានព្រោះថាស៊ុបត្រូវមែនតើជាមួយនឹងឈាមទាហើយនេះវិញគឺជាប្រភេទមឹកហើយគឺជាខួគោអីចឹងអញ្ចឹងនៅកន្លែងគាត់គឺថាមានច្រើនមុខច្រើនម៉ាក់មែនតើដើម្បីឲ្យយើងដាក់ថែមណាព្រោះថានៅពេលដែលយើងញ៉ាំស៊ុបខ្យងគឺតែងតែមានឈាមទាក៏ដូចជាប្រហិតបកាអីចង់ចូលរួមជាមួយដែរហើយអញ្ចឹងគឺយើងអាចហៅបានហើយអ្វីដែលជាចំណុចពិសេសមួយទៀតគឺជាប្រភេទទឹកស៊ុបណាសម្រាប់ទឹកស៊ុបខ្យងនៅកន្លែងនេះគាត់ធ្វើចេញមកត្រូវមាត់តែម្ដងសម្រាប់បងដែលទៅញ៉ាំហើយតែងតែនិយាយថាមិនចាំបាច់ថែមថយគ្រឿងទេគឺល្មមអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់ទៅញ៉ាំស៊ុបខ្យងកុំភ្លេចទីតាំងមួយកន្លែងនេះបាយបាយ